បងប្អូនពុំមានឲ្យមើលបានបាទសម្រាប់កម្រាលជើងហើយនឹងខាងក្នុងឡានដោយសារតែឡាននេះគឺមើលទៅ Visitor តែខ្មៅសុទ្ធហើយដាក់ពណ៌ Cherry នេះគឺភ្លឺស្អាតហុងសុយមែនតែនបងប្អូនពុំមានគ្នាបាទហើយបងប្អូនមើលទៅចឹងហៅតបលេខស្នងគ្នាបាទហើយនេះគឺជារថយន្ត Avatar 07បងប្អូនមានគ្នាបាទនេះ07 Avatar ហើយរថយន្តនេះគឺមានស្បែកពុកពណ៌ស្វាយផងដែរបាទតែទៅចឹងគាត់ជ្រើសរើសយកកម្រាលជើងដែលមានពណ៌ Cherry ស្រស់ស្អាតខ្លាំងមែនតើបងប្អូនពុំមានគ្នាហើយគាត់តែយើងដាក់កម្រាលចូលទៅបាទគឺប្រណិតខ្លាំងមែនតើឲ្យទីកាមេរ៉ាគាត់ថតខាងក្រោយតិចទៅពីចម្ងាយបាទហើយខាងមុខបាទយើងរកសស្អាតខ្លាំងមែនតើបងប្អូនមកកម្រាលជើងក្រោយទៅដាក់ចូលទៅហើយជាមួយនឹង shot ដល់ premium នេះផងដែរណាហើយសម្រាប់កម្រាលជើងដាក់ចូលទៅគឺយើងតែងធ្វើតេស្តហ្គាឲ្យកោតកងជាមួយនឹងកម្រាលជើងទេបាទបើសិនជារកឃើញថាហ្គាកោតកងជាមួយកម្រាលជើងគឺយើងអត់លុបលផកម្រាលជើងនេះជូនឲ្យប្រជាជនយកទៅប្រើប្រាស់ទេហើយចំណុចទី2នេះគឺជាការប្រើប្រាស់ប្រចាំថ្ងៃរំកិលក្អីគឺយើងធ្វើតេស្តទាំងអស់ទាំងខាងតកង់ខាង passenger បើសិនយើងជួរទី2ទី3ខាត់បានតិចគឺយើងធ្វើតេស្តទាំងអស់គឺយើងព្យាយាមធ្វើឲ្យអ្នករាយគេក្រោមហ្នឹងអត់ឲ្យវាបុកជាមួយនឹងកម្រាលជើងរៀងរាល់ពេលដែលប្រជាជនគាត់រំកិលក្អីទៅមុខទៅក្រោយទេបាទដោយសារតែជាការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងបាទអញ្ចឹងជាមួយខ្ញុំធ្វើតេស្តខាងតកង់ឲ្យមើលអញ្ចឹងខ្ញុំខាត់ក្អីខាងតកង់ទៅមុខបាទបងប្អូនមីងបាទនេះគឺជាស្តង់ហាប់របស់កម្រាលជើងដែលលក់នៅហាង Auto Vision ឃើញទេអញ្ចឹងនៅពេលដែលយើងខាត់ទៅមុខអស់គឺអត់បុកជាមួយនឹងកម្រាលជើងទេហើយខ្ញុំធ្វើតេស្តខាត់ក្អីខាងតកង់មកក្រោយទៀតអញ្ចឹងហេតុអីបានយើងតែងតែធ្វើតេស្តបងប្អូនពុំមានដោយសារតែវាជាទម្លាប់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងគឺយើងតែងតែធ្វើស្អីទៅមុខទៅក្រោយជានិច្ចបាទបើសិនជាវាបុកកម្រាលជើងគឺវារំខានការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងមែនតើហើយតើមើលជាមួយនឹងការធ្វើតេស្តខាត់ក្អីខាង passenger មួយទៀតអញ្ចឹងសម្រាប់ការធ្វើតេស្តរបស់យើងគឺយើងធ្វើតេស្តទាំងអស់តែម្ដងបាទដើម្បីឲ្យបងប្អូនពុំមានដែលមើលនៅក្នុងវីដេអូនេះគឺគាត់ច្បាស់ហើយទៅជាកុំឲ្យថាយើងចេះតែនិយាយបាទហើយក៏ដូចជាអតិថិជនផងដែរបាទនៅពេលដែលគាត់បានមើលគឺគាត់មានទំនុកចិត្តមែនតើគឺនិយាយអញ្ចឹងយើងខិតខាង passenger ទៅមុខអស់ក៏អត់បុកជាមួយនឹងកម្រាលជើងដែរហើយមកមើលជាមួយនឹងការធ្វើតេស្តខិតខាង passenger ទៅក្រោយទៀតបងប្អូនមីងបាទគឺស្តង់ដារផលិតផលកម្រាលជើងគឺយើងមិនមែនលក់ជូនអតិថិជនយកទៅលុយទេបាទគឺយើងគិតគូរមែនតើពីតាំងពីចំណុចទូចរហូតដល់ចំណុចធំបាទគឺយើងគិតគូរឡើងអស់អាលីងហើយបាទអញ្ចឹងបងប្អូនមីងបាច់បារម្ភទេហើយសម្រាប់កម្រាលជើងរបស់ហាង Auto Vision ណាគឺសុទ្ធតែជាប្រភេទកម្រាលជើង2ជាន់ទាំងអស់បាទអញ្ចឹងសម្រាប់ជាន់ខាងក្រោមវានេះបងប្អូនមកនេះខាងក្រោមគេនេះគឺយើងហៅថាជាន់ទី1ការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងអត់ដោះចេញទេយើងទុកជាប់ជាមួយនឹងបាតឡានយើងរហូតតែម្ដងអ្វីដែលយើងដោះមកសម្អាតគឺជាន់ទី2ដែលរំលេចជាមួយនឹង logo Avatar យ៉ាងប្រណិតស្រស់ស្អាតនេះតែម្ដងបងប្អូនពីនេះបាទហើយសម្រាប់នេះគឺជា shot premium អញ្ចឹងទៅលើផ្ទៃ logo នេះគឺធ្វើពីស្បែកសុទ្ធស្បែកក្រាស់លេខ1តែម្ដងបាទហើយការធានាផ្ទាល់ទៅលើផ្ទៃកម្រាលជើងខាងផ្ទៃ logo គឺយើងធានាជាមួយនឹងគ្រឿងបន្លាស់បាទសេវាកម្មក៏ដូចជាការយកចុះគឺធានាអតិថិជនគាត់ប្រើប្រាស់រហូតតែម្ដងពីហាង Auto Vision ផ្ទាល់បាទហើយបងប្អូនពុំមានឲ្យមើលបានបាទសម្រាប់កម្រាលជើងហើយនឹងខាងក្នុងឡានដោយសារតែឡាននេះគឺមើលទៅ Visitor តែខ្មៅសុទ្ធហើយដាក់ពណ៌ Cherry នេះគឺភ្លឺស្អាតហុងសុយមែនតែនបងប្អូនពុំមានគ្នាបាទហើយបងប្អូនមីងអាចទាញជាមួយនឹង logo Avatar បានបាទនេះសូមបរិយាដរសៀលរបស់គេបាទស Avatar នេះហើយ logo កម្រាលជើងគឺដូចគ្នាបេះបិទតែម្ដងបងប្អូនបាទចឹងសម្រាប់កម្រាលជើងរបស់ហាង Auto Vision ក្រោយពេលដែលដាក់ចូលទៅគឺថាជួយការពារបរិយាបន្នទៅជនបានល្អខ្លាំងមែនតើលើសពីការពារទៅទៀតវាថែមទាំងជួយលើកសម្រាប់សុខភាពនៅខាងក្នុងរថយន្តបានច្រើនគឺរថយន្តកាន់តែស្អាតទំនើបទាន់សម័យនិងទាក់ទាញលើដល់ផងដែរជឿជាក់ថាអតិថិជនក៏ច្បាស់ជាឆ្លៃរថយន្តទ្វេដងលើពីធម្មតាតែម្ដងក្រោយពេលដែលដាក់កម្រាលជើងដែលជាផលិតផលរបស់ហាង Auto Vision ចូលទៅក្នុងរថយន្តជាទីស្រឡាញ់របស់គាត់បានហើយបងប្អូនពុំមីងបាទបើនិយាយពីຂະຫນាតវិញបាច់បារម្ភទេបើសិនជាកម្រាលជើងដាក់ទៅមិនត្រូវវាវែងជាងខ្លីជាងក៏យើងអត់លក់ផលិតផលកម្រាលជើងនេះជូនបងប្អូនមីងយកទៅលុយដែរបាទនេះគឺជាស្តង់ដាររបស់ហាង Auto Vision ផ្ទាល់តែម្ដងបើមិនត្រូវស្អាតគឺយើងមិនលក់ជូនអតិថិជនទេតែត្រូវម៉ាច់ផ្លឹងអញ្ចឹងទៅយើងលក់ជូនអតិថិជនបាទហើយមកមើលជាមួយនឹងគូតខាងក្រោយនេះគឺចឹងណាគឺហែមតែម្ដងបងប្អូនពុំមីងគឺຂະຫນាតរបស់គេគឺត្រូវម៉ាច់ទៅតាមកែមក៏ដូចជាຂະຫນាតស៊ីនរបស់បាតរថយន្តតែម្ដងស្រស់ស្អាតខ្លាំងណាបងប្អូនបាទហើយក៏យើងរំលេចជាមួយនឹង logo បាទ Avatar បាទនៅខាងគូតខាងក្រោយនេះយ៉ាងស្រស់ស្អាតយ៉ាងប្រណិតតែម្ដងបងប្អូនមានអ្នកគ្នាបាទហើយនេះមកមើលជាមួយនឹងនេះគឺជា Avatar 07ចឹង Avatar វាមាន06 07 11 12បាទចឹងនេះគឺ Avatar 07ហើយសម្រាប់កាមេរ៉ាជិតរបស់ហាង Auto Vision ក្រោយពេលដែលដាក់ចូលទៅគឺយើងតែងតែធ្វើតេស្តដោយបងប្អូនពុំមានមកឃើញជាមួយនឹងក្បាលវីដេអូចឹងគឺសំខាន់បំផុតគឺហ្គាហ្នឹងហើយគឺ
បើសិនជារកឃើញថាគេកលកងជំនុំកម្រាលជើងគឺយើងអត់លក់ផលិតផលកម្រាលជើងនេះជូនអតិថិជនរកប្រភេទទេដោយសារតែវាពាក់ព័ន្ធជាមួយនឹងសុខភាពនៅក្នុងការបើកបរផ្លូវចិត្តផ្លូវឆ្ងាយចឹងនេះគឺជាបំណងចិត្តមួយក៏ដូចជាភាពកក់ក្ដៅមួយដែលយើងតែងតែផ្ដល់ជូនអតិថិជនដែលគាត់អញ្ជើញមកដាក់កម្រាលជើងការពារបានរថយន្តអូតូសិនហើយចំណុចទី2នេះគឺជាការប្រើប្រាស់ប្រចាំថ្ងៃរំកិលអីមិនថាតែខាងកង passenger ជួយទី1ទី2ឬមកទី3ទៅគឺយើងព្យាយាមធ្វើឲ្យរ៉ៃគេខាងរបស់ដោយបុកជំនុំកម្រាលជើងមកខាងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនទេទាំងអស់នេះគេជាស្តង់ដារផលិតផលកម្រាលជើងដែលលក់ហាងអូតូសិនថារថយន្តអវតារ07 2025មួយគ្រឿងនេះទេគឺកម្រិតចិត្តរបស់ប្រជាជនអស់គឺយើងតែងធ្វើឲ្យមានស្តង់ដារតែមួយចឹងតែម្ដងបាទអូខេចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានបានអរគុណបងប្អូនអរគុណមេតាបានមើលវីដេអូនេះបើសិនជាមានរយៈពេលកុំភ្លេចជេរប្រាក់កម្រាលជើងការពារបាត់រយន្តហៅទៅសេមកធានាថាមិនឲ្យបងប្អូនអរគុណមានខកបំណងទេបាទអរគុណចា៎បាយបាយ